ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកធ្វើស្លាក់មាន់អាំងណាចាដែលមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរចាដោយសារខ្ញុំមានបកខ្ទឹមហើយខ្ទឹមសនាងនឹងចំនួន1មើមហើយឲ្យខ្ញីបន្តិចជាមួយនឹងម្ទេស3គ្រាប់ហើយនាងខ្ញុំយកទៅកិនចាបន្ទាប់ពីកិនហើយគឺខ្ញុំដាក់ទឹកដើម្បីកិនឲ្យម៉ត់ចាពេលដែលកិនឲ្យម៉ត់រួចហើយនាងខ្ញុំចាក់ដាក់ចានទុកមួយឡែកសិនណាចាបន្ទាប់ពីទុកមួយឡែកហើយនាងខ្ញុំចាប់ផ្ដើមចាកាប់សាច់មាន់របស់យើងណាចាខ្ញុំមានសាច់មាន់ប៉ុណ្ណឹងផ្លូវ2ចាផ្លូវ2ទៅ3ផ្លូវហើយនឹងស្លាប់ហើយជា2ដែរចាបន្ទាប់ពីកាប់ទៅខ្ញុំជ្រៀកជាបំណែកដែរគឺតាមកលៈជាតាមកលៈស្លាប់មាន់យើងណាចាដើម្បីងាយស្រួលអាំងណាចាហើយនៅសាច់នៅពេលដែលសាច់ណាដែលយើងក្រាស់ធំគឺឆូតចាដើម្បីឲ្យឆាប់ចូលជាតិជាមួយនឹងគ្រឿងយើងបានល្អផងដែរចាហើយផ្លូវនេះធ្វើដូចគ្នាចាគឺនាងខ្ញុំជ្រៀកបែបហ្នឹងបន្ទាប់ពីកាត់សាច់មាន់រួចរាល់យើងមកលាយនេះខ្ញុំមកលាយចាទឹកសម្រាប់ប្រឡាក់តែម្ដងគឺថាចាក់ខ្ទឹមជាមួយនឹងម្ទេសដែលយើងបានកិនរួចរាល់ចាហើយបន្ទាប់មកដាក់ទឹកស៊ី1ស្លាបព្រាចាទឹកប្រេងខ្យងចាប្រហែលជាមួយស្លាបព្រាហ្នឹងមកហើយបន្ទាប់មកគឺខ្ញុំនាងខ្ញុំបានដាក់ម្សៅរ៉ូឌីចាម្សៅរ៉ូឌីបែរជាពាក់កណ្ដាលស្ព្រាចាពាក់កណ្ដាលស្ព្រាបាយយ៉ាងហ្នឹងហើយនឹងប៊ីចេងបន្តិចផងដែរចាហើយនឹងម្រេចចាគឺរសជាតិប្រហែលជារៀងហឹរណាដោយសារខ្ញុំដាក់ម្ទេស3គ្រាប់ហើយនឹងថែមម្រេចពាក់កណ្ដាលស្ព្រាបាយហើយនឹងស្ករសចាចំនួន2ស្លាបព្រាថែមប្រេងឆាបន្តិចផងដែរណាចាស្លាប់មាន់អាំងគឺនេះខ្ញុំធ្វើបែបនេះគឺខ្ញុំអត់ដាក់អំបិលដោយសារខ្ញុំជ្រលក់ជាមួយអាំងហើយខ្ញុំជ្រលក់ជាមួយនឹងទឹកម្រេចណាបន្ទាប់ពីលាយគ្រឿងហើយគឺយើងកូរឲ្យសព្វបែបនេះមកចាកូរគ្រឿងឲ្យសព្វហើយចាប់ផ្ដើមចាក់សាច់មាន់ចូលចាចាក់សាច់មាន់ចូលរួចរាល់គឺថាកូរចាគ្រឿងជាមួយនឹងសាច់មាន់យើងហ្នឹងឲ្យចូលជាតិសព្វល្អចាបន្ទាប់ពីចូលជាតិសាច់ល្អហើយគឺថានាងខ្ញុំយកទៅដាក់នៅក្នុងប្រអប់ចាប្រអប់ដែលដាក់ចូលទៅក្នុងទូទឹកកកចាទុកប្រហែលជា5-6ម៉ោងទៅដើម្បីឲ្យចូលជាតិចាបន្ទាប់ពីយើងដាក់ឲ្យចូលជាតិហើយគ្រប់5-6ម៉ោងទៅយើងអាចយកមកអាំងបានអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមអាំងចាដោយសារខ្ញុំអាំងនៅក្នុងម៉ាស៊ីនណាអញ្ចឹងខ្ញុំដាក់ថាសដែកបែបហ្នឹងចាយកសាច់មាន់យើងរៀបដាក់ដើម្បីដាក់អាំងចាបើសិនជាពុកម៉ែបងប្អូនមានខ្ជូងពុកម៉ែបងប្អូនអាចដាក់ខ្ជូងអាំងបានណាដោយសារនេះខ្ញុំអាំងជាមួយម៉ាស៊ីនអញ្ចឹងទៅចានេះខ្ញុំដាក់ម៉ាស៊ីនចាដាក់ម៉ាស៊ីនអាំងលឿនងាយស្រួលហើយឆ្អិនល្អផងដែរចាប៉ុន្តែរសជាតិក៏នៅតែរក្សាភាពឈ្ងុយឆ្ងាញ់បានដូចគ្នាតែបើសិនជាពុកម៉ែមានខ្ជូងអាំងខ្ជូងគឺពិតជារសជាតិគឺហិតតែឆ្ងាញ់អញ្ចឹងណាបងប្អូនចាចឹងចានេះគឺជាស្លាប់មាន់ចាដែលនឹងផ្លូវមាន់ដែលខ្ញុំបានអាំងរួចរាល់គឺថាពណ៌ល្អមែនតែនចាហើយឈ្ងុយចាញ៉ាំទៅឆ្ងាញ់ណាចាអាចជ្រលក់ជាមួយទឹកម្រេចបានអរគុណពុកម៉ែបងប្អូន